យើងឧទាហរណ៍ថាយើងចាប់ផ្ដើមជាអាជីវកម្មលក់ម្ជូរជាមូលដ្ឋានគ្រឹះគឺខ្ញុំមានទំនុកចិត្តខ្លាំងទៅលើអំបិលរបស់ខ្ញុំអញ្ចឹងហើយគឺយើងចាប់ផ្ដើមរៀបចំទូដំបងហ្នឹងក៏យើងរៀបអត់ធំប្រហែលណាបងប្អូនគឺទូចមួយឯងដែលទូហ្នឹងគឺយើងដាក់តាំងលក់នៅមុខផ្ទះខ្លួនឯងតែម្ដងដែលយើងចាយដើមទុនតិចមែនទេយើងចាប់ផ្ដើមរៀបចំទូស្អាតយើងចាប់ផ្ដើមទិញម្ជូរស្រស់ទិញម្ជូរត្រាំអំបិលម្ទេសដែលយើងលាយហើយហ្នឹងយើងចាប់ផ្ដើមវាយកន្លច្រកដាក់តាំងពេញទូដើម្បីឲ្យមើលឃើញសោភ័ណភាពស្អាតអញ្ចឹងបានវាមានភាពតាក់ទាញដល់អតិថិជនដែលគាត់មកគាត់បានភ្លក់ជាមួយនឹងអំបិលម្ទេសឆ្ងាញ់គាត់ភ្លក់ជាមួយនឹងម្ជូរស្រស់ថ្មីដែលគេហៅថាស្រួយស្រាប់តែគាត់តិចអញ្ចឹងបងប្អូននឹងហើយគឺជាការចាប់ផ្ដើមដំបូងតែម្ដងចង់ខ្លាចជាសមាជិក Panda ម្ជូរកឡុកចំណាយត្រឹមតែ$400ជាងតែប៉ុណ្ណោះលោកអ្នកនឹងទទួលបានអំបិលម្ទេសដែលជារូបមន្តរបស់ Panda ម្ជូរកឡុកជាង100មុខឯណោះឬមុខណាក៏បានក្នុងតម្លៃជាសមាជិកពេញមួយជីវិតអំបិលម្ទេស Panda ម្ជូរកឡុករសជាតិឈ្ងុយឆ្ងាញ់គ្មានពីរចុច link ខាងក្រោមដើម្បីចូលរួម Panda ម្ជូរកឡុកស្រស់ស្រួយរសជាតិអំបិលម្ទេសឆ្ងាញ់គ្មានពីរ